ថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងចូលទៅចំណុចថ្មីមួយទៀតគឺចំណុចទី6គណនាកម្រិតសុទ្ធនិងទិន្នផលជាភាគរយពេលធ្វើពិសោធន៍មានបរិមាណធាតុគីមីតិចតួចតែងបាត់បង់ដែលខ្លះជាចំហាយភាយទៅក្នុងខ្យល់ឬខ្លះចេញពី solution និងមានអង្គធាតុប្រូតេកូខ្លះមិនចូលរួមប្រតិកម្មជាលទ្ធផលបរិមាណនៃផលិតផលដែលទទួលបានតែងតែតិចជាងបរិមាណដែលគិតតាមទ្រឹស្ដីយើងកំណត់ហៅថាទិន្នផលជាភាគរយទិន្នផលនេះប្រែប្រួលឬផ្លាស់ប្ដូរដោយកត្តាផ្សេងៗដូចជាសីតុណ្ហភាពសម្ពាធកាតាលីករកម្រិតសុទ្ធនៃសារធាតុដូច្នេះយើងមានរូបមន្តសម្រាប់ការគណនារកភាគរយកម្រិតសុទ្ធនៃសារធាតុនិងរូបមន្តក្នុងការគណនាសម្រាប់រកទិន្នផលដោយរូបមន្តសម្រាប់រកកម្រិតសុទ្ធនៃសារធាតុស្មើនឹងផលធៀបម៉ាស់សារធាតុសុទ្ធដែលមានជាមួយនឹងម៉ាស់ភាគសំណាកគុណនឹង 100% ចំណែករូបមន្តក្នុងការគណនាសម្រាប់រកទិន្នផលគឺស្មើនឹងផលធៀបម៉ាស់ផលិតផលតាមពិសោធន៍ជាមួយនឹងម៉ាស់ផលិតផលតាមទ្រឹស្ដីគុណនឹង 100% ទៅមើលឧទាហរណ៍របស់យើងទាំងអស់គ្នាដើម្បីឲ្យបងប្អូនបានយល់កាន់តែច្បាស់ក្នុងការគណនាលំហាត់តាមរូបមន្តខាងលើឧទាហរណ៍ទី1ភាគសំណាកកាល់ស្យូមកាបូណាត1មានផ្ទុកធាតុកាល់ស្យូមស៊ុលផាតជាធាតុមិនសុទ្ធពេលគេដាក់អាស៊ីតក្លូរីត្រិកចូលទៅក្នុងភាគសំណាកនេះ6ក្រាមនោះគេទទួលបានអូស្មန်1200សង់ទីម៉ែត្រគីបនៅសីតុណ្ហភាពបន្ទប់ចូលគណនាភាគរយកម្រិតសុទ្ធរបស់ភាគសំណាកកាល់ស្យូមកាបូណាតជំហានដំបូងដើម្បីអាចគណនាលំហាត់នេះបងប្អូនត្រូវសរសេរសមីការនៃប្រតិកម្មខាងលើជាមុនសិនបន្ទាប់មកធ្វើការស្រង់បំរាប់ដែលប្រធានលំហាត់បានឲ្យដើម្បីអាចគណនារកកម្រិតសុទ្ធនៃសារធាតុបងប្អូនត្រូវស្គាល់ម៉ាស់សារធាតុសុទ្ធដែលមាននិងម៉ាស់របស់ភាគសំណាកតាមបំរាប់ដែលប្រធានលំហាត់បានឲ្យគឺយើងបានស្គាល់ម៉ាស់ភាគសំណាករួចហើយដូច្នេះអ្វីដែលបងប្អូនត្រូវធ្វើនោះគឺត្រូវរកម៉ាស់កាល់ស្យូមកាបូណាតសុទ្ធដោយម៉ាស់កាល់ស្យូមកាបូណាតសុទ្ធស្មើនឹងចំនួនម៉ូលគុណឲ្យម៉ាស់ម៉ូលរបស់កាល់ស្យូមកាបូណាតម៉ាស់ម៉ូលកាល់ស្យូមកាបូណាតយើងអាចគណនាបានតាមផលបូកម៉ាស់អាតូមធាតុនៃធាតុបង្កនីមួយៗក្នុងសមាសធាតុកាល់ស្យូមកាបូណាតគឺស្មើ100ក្រាមក្នុង1ម៉ូលចំណែកចំនួនម៉ូលរបស់កាល់ស្យូមកាបូណាតយើងមិនអាចគណនារកបានទេប៉ុន្តែតាមបំរាប់ដែលគេឲ្យយើងអាចគណនារកចំនួនម៉ូលអូស្មန်ដែលទទួលបានគឺរកម៉ូលអូស្មန်កាបូនឌីអុកស៊ីតគឺស្មើនឹងផលធៀបមាត្រអូស្មန်ជាមួយនឹងមាត្រម៉ូលដូច្នេះយើងអាចរកម៉ូលអូស្មန်បានគឺស្មើ 0.05 ម៉ូលតាមសមមាត្រនៃអង្គធាតុប្រតិករនិងផលិតផលយើងអាចទាញបានថាតាមសមីការចំនួនម៉ូលរបស់កាល់ស្យូមកាបូណាតស្មើនឹងចំនួនម៉ូលរបស់កាបូនឌីអុកស៊ីតដូចនេះយើងអាចគណនារកម៉ាស់កាល់ស្យូមកាបូណាតសុទ្ធស្មើនឹង5ក្រាមនៅពេលនេះយើងបានស្គាល់ទាំងម៉ាស់កាល់ស្យូមកាបូណាតសុទ្ធនិងម៉ាស់ភាគសំណាកដូច្នេះបងប្អូនអាចយកទៅចំនួនក្នុងរូបមន្តសម្រាប់ការគណនារកភាគរយកម្រិតសុទ្ធបានហើយចម្លើយដែលបានពីការគណនាភាគរយកម្រិតសុទ្ធរបស់កាល់ស្យូមកាបូណាតគឺស្មើនឹង 83.3% បន្តទៅទៀតនេះយើងទៅមើលឧទាហរណ៍ទី2គេដុតថ្មកំបោរ50ក្រាមនៅទីពិសោធន៍គេទទួលបានកាល់ស្យូមអុកស៊ីតចំនួន21ក្រាមចូលគណនាទិន្នផលជាភាគរយនៃប្រតិកម្មនេះដោយចំណុចមុនដែរដើម្បីអាចដោះស្រាយលំហាត់គីមីបានគឺបងប្អូនត្រូវសរសេរសមីការប្រតិកម្មជាមុនសិនដើម្បីគណនារកទិន្នផលបានបងប្អូនត្រូវស្គាល់ម៉ាស់ផលិតផលតាមពិសោធន៍និងតាមទ្រឹស្ដីតាមបំរាប់យើងបានស្គាល់ម៉ាស់ផលិតផលតាមពិសោធន៍រួចហើយអ្វីដែលបងប្អូនត្រូវរកនោះគឺម៉ាស់ផលិតផលតាមទ្រឹស្ដីបន្ទាប់ពីបងប្អូនបានរកម៉ាស់កាល់ស្យូមអុកស៊ីតតាមទ្រឹស្ដីរួចដែលស្មើនឹង28ក្រាមបងប្អូនអាចយកលេខនេះទៅចំនួនក្នុងរូបមន្តសម្រាប់គណនារកទិន្នផលបានហើយដូចនេះទិន្នផលដែលយើងទទួលបានបន្ទាប់ពីការគណនាគឺស្មើនឹង 75% បន្តទៅទៀតនេះយើងចូលទៅដល់ចំណុចថ្មីមួយទៀតគឺចំណុចទី7កំហាត់នៃ solution ប្រសិនបើសារធាតុមួយរលាយនៅក្នុងអង្គធាតុរាវសារធាតុនោះហៅថាធាតុរលាយហើយអង្គធាតុរាវនោះហៅថាធាតុរំលាយចំណែកល្បាយដែលទទួលបានហៅថា solution កំហាត់នៃ solution ប្រាប់យើងឲ្យដឹងពីបរិមាណនៃធាតុរលាយដែលអាចរលាយក្នុង1ដេស៊ីម៉ែត្រគីបឬ1លីត្រនៃ solution កំហាត់នៃ solution អាចគិតជាក្រាមធាតុរលាយក្នុង1ដេស៊ីម៉ែត្រគីបឬជាម៉ូលធាតុរលាយក្នុង1ដេស៊ីម៉ែត្រគីបហើយយើងមានរូបមន្តមួយសម្រាប់ការគណនារកកំហាប់នៃ solution ដោយកំហាប់ជាម៉ូលស្មើនឹងផលធៀបចំនួនម៉ូលជាមួយនឹងមាត្ររបស់ solution ចំណាំប្រសិនបើយើងមានកំហាប់ solution ជាក្រាមក្នុង1ដេស៊ីម៉ែត្រគីបយើងអាចបដូរមកជាម៉ូលក្នុង1ដេស៊ីម៉ែត្រគីបវិញបានដោយប្រើរូបមន្តកំហាប់ជាម៉ូលស្មើនឹងផលធៀបកំហាប់ជាក្រាមក្នុង1ដេស៊ីម៉ែត្រគីបជាមួយម៉ាស់ម៉ូលនៃធាតុរលាយវីដេអូសិក្សានៃមេរៀនទី2ក្នុងជំពូកទី1បានឈានមកដល់ទីបញ្ចប់អ្នកគ្រូសូមអរគុណដល់បងប្អូនដែលខំចំណាយពេលវេលាតាមដានទស្សនាសូមអរគុណសូមជម្រាបលា